បាទតាមពិតពីអ្នកខ្ញុំនេះឲ្យតែកន្លែងណាល្បីបងប្អូនជីរតឃើញមកហើយឥឡូវរកឃើញហើយរកឃើញទីតាំងនេះពិតជាអត់ខកអំណងមែនបងប្អូនមីកតាំងឆាមកជាតិបងប្អូននៅខាងច្បារអំពៅចេះតែរសជាតិឲ្យ10 លើ 10ហ្មងរសជាតិឆ្ងាញ់ហើយម្ទេសជ្រក់ខ្ទឹមជ្រក់របស់គាត់ហ្នឹងហូបទៅឆ្ងាញ់ហ្មងអត់មានខ្ពុលអត់មានអីទេម្ទេសជ្រក់ហើយនឹងខ្ទឹមជ្រក់របស់គាត់ណាបងប្អូនហើយមីកតាំងពួកខ្ញុំហៅនេះផាក់ឡូវលាយប៉ាតេគាត់ឆាមកជឿថាទឹកឆារបស់គាត់នឹងជាតិហ្មងណាជាមួយនឹងមីកតាំងហ្នឹងបងប្អូនហើយកន្លែងគាត់ក៏មិនមែនមានតែលក់មីនឹងមួយមុខដែរមានជាមីគីឡូមីអីដែរអញ្ចឹងបងប្អូនអញ្ចឹងចង់ហូបអីក៏មកតាមហ្នឹងទៅគេមានប្រភេទគ្រឿងសមុទ្រក៏មានហើយនឹងប៉ាតេសាច់គោតែខ្ញុំហៅនេះគឺផាក់ឡូវជាមួយនឹងប៉ាតេហូបទៅជាតិបងប្អូនទឹកសុសរបស់គាត់ហ្នឹងអត់ដឹងថាគាត់ផ្សំចេញពីអីតែហូបទៅឆ្ងាញ់ណាហើយកន្លែងគាត់បើកពី 8 ព្រឹកដូចជាដល់ 8 យប់បងនៅខាងច្បារអំពៅ